ជួយ share ផងបងប្អូនដើម្បីឲ្យពិភពលោកបានឃើញផងខ្ញុំឃើញទស្សនវិជ្ជាបែបនេះពិតជាក្តុកក្តួលខ្លាំងណាស់នេះជាទស្សនវិជ្ជាផ្សារបឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យក្រោយយោធាថៃប្លង់គ្រាប់ចូលបណ្ដាឲ្យឆេះខ្ទេចការពីវេលាម៉ោងប្រមាណ5ល្ងាចថ្ងៃទី14ខែធ្នូឆ្នាំ2025នេះម្សិលមិញខ្ញុំបានចុះមកដល់ផ្ទាល់នៅតំបន់សុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលបានភៀសសឹកចំលៀសខ្លួនមកពីបឹងត្រកួនបងប្អូនខ្លះបានយកសម្ភារៈមកតាមទាំងអ្នកខ្លះមិនបានយកសំបីតែបន្តិចខាន់ឲ្យរួចផុតពីក្របផ្លោងសិនជាពិសេសសំខាន់ថែរក្សាអាយុជីវិតឲ្យបានគង់សូមបងប្អូនជួយ share វីដេអូនេះផងដើម្បីពិភពលោកបានឃើញថាសៀមនៅតែបន្តក្នុងការឈ្លានពានទឹកដីកម្ពុជានិងបន្តដាក់ក្របផ្លោងមកលើប្រជាជនខ្មែរយើងគណៈដែលក្រុមហ៊ុនប៊ូស្រងគ្រាន់តែទទួលដំណឹងថាបងប្អូនប្រជាពលរដ្ឋបានភៀសសឹកពីតំបន់កំពុងតែក្តៅតំបន់នៅបឹងតកូននេះមកប្រជាពលរដ្ឋភៀសសឹកច្រើនភ្លាមប៊ូស្រងក៏ធ្វើការរៀបចំនៅអាហារបាទជូនទៅដល់ប្រជាពលរដ្ឋយើងដែលភៀសសឹកពីតំបន់នោះភ្លាមបាទការពីប្រហែលថ្ងៃហើយបាទ4ថ្ងៃហើយទីតាំងដែលស្រងធ្វើការរៀបចំអាហារជូនទៅដល់ពួកគាត់បងប្អូនឃើញទស្សនវិជ្ជាដែលពួកគាត់សប្បាយរីករាយមែនតើនៅក្នុងការមកទទួលនៅអាហារពីក្រុមហ៊ុនប៊ូស្រងប្រជាពលរដ្ឋយើងសប្បាយចិត្តមុខមាត់ពួកគាត់រីករាយសប្បាយចិត្តមែនតើនៅក្នុងការទទួលយកទានអាហារដ៏ឈ្ងុយឆ្ងាញ់ពីក្រុមហ៊ុនប៊ូស្រងបងប្អូនបាទចង់ដឹងលម្អិតព័ត៌មានយ៉ាងណាមកធ្វើការបាទទស្សនាបាទកិច្ចសភាបន្ថែមជាមួយនឹងខ្ញុំបានទាំងអស់គ្នាបងប្អូនបាទជំរាបសួរប្រិយមិត្តរបស់ CNU ទាំងអស់គ្នាដែលគណៈពេលនេះខ្ញុំបាទគឹមឡុងកំពុងតែមានវត្តមានបានមកដល់ខេត្តបន្ទាយមានជ័យទៀតហើយដែលគណៈពេលនេះក្រុមហ៊ុនប៊ូស្រងធ្វើការបាទរៀបចំនៅអាហារជូនទៅដល់បងប្អូនប្រជាពលរដ្ឋយើងភៀសសឹកហើយថ្ងៃនេះដល់ប្រជាពលរដ្ឋដែលគាត់ភៀសសឹកមកតំបន់សុវត្ថិភាពនេះក៏មានការជួយបាទសស័កសស្រាំបាទចិត្តមហូបចិត្តបន្លែប្លុកបាទដើម្បីជួយធ្វើមហូបនឹងជូនទៅដល់ប្រជាពលរដ្ឋភៀសសឹកដូចគ្នាហើយយើងចង់ដឹងថាចំណាប់អារម្មណ៍គាត់យ៉ាងម៉េចបាទបងប្អូនជាពិសេសបងប្អូនបានដឹងហើយបាទ3-4ថ្ងៃនេះបាទដែលក្រុមហ៊ុនប៊ូស្រងធ្វើអាហារជូនដល់ជនភៀសសឹក3-4ទីតាំងហើយមកដល់នឹងទីតាំងដែលខ្ញុំធ្វើការផ្សាយនេះនៅខេត្តបន្ទាយមានជ័យនេះបងប្អូនចង់ដឹងពីទឹកចិត្តរបស់បាទបងស្រីក៏ដូចជាអ្នកមីងទាំងអស់គ្នាថាអារម្មណ៍ពួកគាត់យ៉ាងម៉េចដែរដែលក្នុងការចិត្តបន្លែប្លុកជាមួយនឹងក្រុមហ៊ុនប៊ូស្រងបែបនេះបាទខ្ញុំសួរបងចាទរិបសួរបងមានអារម្មណ៍បែបណាដែរថ្ងៃនេះបានមកជួយជាមួយនឹងក្រុមហ៊ុនប៊ូស្រងធ្វើការចិត្តបន្លែប្លុកដើម្បីធ្វើម្ហូបជូនដល់ប្រជាពលរដ្ឋដែលភៀសសឹកមកពីតំបន់គ្រោះថ្នាក់មកដល់តំបន់សុវត្ថិភាពនេះតែមានអារម្មណ៍ភើបមែនទែនដែលបានក្រុមហ៊ុនប៊ូស្រងមកជួយឧបត្ថម្ភជាម្ហូបជាអាហារគុតគង់ដែលពួកខ្ញុំដែលភៀសសឹកមកពីតំបន់ក្តៅតំបន់បឹងតកួនប្រទេសឆ្មាថ្មពួកគាត់ចលៀសមកបញ្ញាប់ក៏គាត់មិនសូវមានរបស់របរហូបគ្រប់គ្រាន់ទេគាត់មកនេះក៏បានឃើញក្រុមហ៊ុនប៊ូស្រងមកក៏គាត់អរគុណគាត់រំភើបក៏មកជួយធ្វើចាសាក់ស្រានគ្រប់គ្នានេះបានហូបទាំងអស់គ្នាក៏សូមអរគុណមែនទែនបងសារព័ត៌មានក៏ដូចក្រុមហ៊ុនដែលបានជួយពួកខ្ញុំដែលមកពីខាងគ្រោះថ្នាក់តំបន់គ្រោះថ្នាក់នេះមកដល់ឡើងសុវត្ថិភាពនេះចាអរគុណច្រើនបងស្រីពេលដែលយើងរត់មកពីតំបន់គ្រោះថ្នាក់ហ្នឹងបានយកឲ្យខ្លះប្រវត្តិយើងហ្នឹងមកមិនតាន់ទេមុនដំបូងឮនៅខាងបឹងតកួននោះគាត់ថាវាមិនអីទេខ្ញុំនៅខាងថ្មដេចកេះខាងផ្លូវប្រទេសឆ្មាមកពួកយើងនេះប៉ុន្តែនៅក្រោយផ្ទះខ្ញុំនឹងមានប្រទេសទាហានមួយតែពេលហើយដល់លឺធ្លាក់ក្របក្តឹងហ្នឹងក៏រត់មកមានបានយកអីមកទេបញ្ញាប់រត់ឲ្យតែបានរស់ឲ្យតែបានសុខសប្បាយមកដល់នេះឲ្យបានផុតពីក្របទាំងអស់គ្នាមិនបានយកអីមកតាមខ្លួនទេសំខាន់សុខសុវត្ថិភាពជីវិតយើងសំខាន់សុខសុវត្ថិភាពសម្បងមើលអារឿងហូបចុកនេះចាំមកគិតកម្មក្រោយធ្វើឲ្យបានរស់ចាមានប្រជាពលរដ្ឋយើងជួយគេណាបើខ្មែរយើងជួយគ្នាណារួមគ្នាមែនតើណាចាស្រុកនេះជួយណាស់ជួយតាំងពីបន្លែផលិតត្រីលក់របស់របរក៏លក់ធូរថ្លៃឲ្យពួកភាសសឹកទាំងអស់គ្នាចាហើយមកដល់នេះក៏អរគុណដល់វត្តនេះលោកតាវត្តតាពាំងថ្មនេះក៏ជួយឧបត្ថម្ភភ្លើងទឹកប្រើប្រាស់អនាម័យអីក៏ជួយគុណនៅឃើញស្អាតទេបង្គន់ឡើងបកជួយឲ្យទឹកភ្លើងប្រើមិនឲ្យខ្វះខាតទេគាត់កត់គង់អ្នកស្រុកនេះល្អណាស់ល្អខ្លាំងទៅដល់បងស្រីមានខឹងទៅអាចៅសៀមដែលបន្តនៅការឈ្លានពានបាញ់ប្រហារលើកម្ពុជាយើងរហូតមកថាខឹងខ្លាំងតែយើងមិនដឹងធ្វើម៉េចមានតែគ្រួសារគាត់ទៅកាន់ខាងជួរមុខគាត់តទល់ជាមួយសត្រូវឈ្លានពានចាពួកខ្ញុំនៅជួរក្រោយនេះក៏មានតែបួងសួងក៏ខំជួយគ្នាដើម្បីឲ្យខាងជួរមុខគាត់មានកម្លាំងចិត្តតទល់នឹងពួកចៅសៀមតទៅមុខទៀតមានពាក្យពេចអ្វីនិយាយទៅកាន់ចៅសៀមនឹងតិចអត់ខ្ញុំមិនដឹងថានិយាយមិនឲ្យត្រូវទេពួកខ្ញុំភ័យខ្លាចខ្លាំងខ្ញុំស្អប់ក៏ខ្លាំងតែបើតាមចិត្តខឹងចង់តែកំចាត់
ចោសៀមនឹងហើយណានៃតែវាទៅវាមិនរួចក៏មានតែផ្ដល់កម្លាំងចិត្តទឹកបងប្អូនទាំងអស់គ្នានេះឯងផ្ដល់កម្លាំងចិត្តឲ្យគ្រួសារខ្ញុំនៅខាងជួរមុខគ្រួសារខ្ញុំកាន់នៅខាងព្រៃច័ន្ទខាងជោគជ័យ គាត់សាបងជួទាហានជួមុខដែរអូឲ្យបងបារម្ភពីគាត់ទេបង បារម្ភគាត់ខលគាត់តាក់ទងមិនបានមកទឹកហើយទៅបានព្រឹកមិញគាត់ទេមកបាននិយាយ3ម៉ាត់គាត់ថាគាត់អត់អីក៏បិទទៅ ចិត្តណាអញ្ចឹងតាក់តងគាត់បានមកទឹកភួយព្រួយបារម្ភ20ប៉ុណ្ណាទៅខ្លាចគាត់មានគ្រោះថ្នាក់ដល់អាយុជីវិតអត់ អត់តាន់មានទេគាត់ថាគាត់សុខសប្បាយក៏គាត់បិទទៅវិញហើយក៏រៀងធូរតែម្លងពេលដែលយើងតាក់តងក្នុងមួយទឹកហ្នឹងដែលអត់ដឹងតាក់តងអត់បានសោះយើងភ័យព្រួយបារម្ភខ្លាចគាត់មានបញ្ហាអីអត់ ហើយគាត់ច្រើនដេកមិនលក់បកមិនហើយទេគាត់កូនគាត់សុវត្ថិភាពខាងនោះជាចម្បងដល់ពេលគាត់បានកាទេមកនេះក៏អល់ផងរំភើបឡើងយំចាគាត់ច្រើនពួកគាត់នៅតំបន់ក្តៅខ្លាំងនៅព្រៃច័ន្ទចា អរគុណច្រើនបងជាចុងក្រោយមានអ្វីជូនពរដល់ក្រុមហ៊ុន Boost Strong តិចអត់ ចាជូនពរក្រុមហ៊ុន Boost Strong ឲ្យកាន់តែជោគជ័យកាន់តែរីកចម្រើនឲ្យបានជួយប្រជាពលរដ្ឋដូចរាល់ថ្ងៃនេះក៏សូមអរគុណឲ្យបានក្រុមហ៊ុននេះឲ្យបានទៅកាន់តែជោគជ័យទៅមុខតទៅទៀតចា អរគុណច្រើនបងស្រីណាមិនខានទេឥឡូវជួយធ្វើបន្តទៅបាទអរគុណច្រើនបងប្អូនបាទថ្ងៃនេះមកដល់ទាមានជ័យទៀតហើយ ចាបង ខេត្តហ្មងណា ចា ហើយឥឡូវថ្ងៃនេះមានមហោបខ្លះធ្វើឲ្យប្រជាពលរដ្ឋភេសឹកយើង ឆាបន្លែគ្រប់មុខហើយនឹងស៊ុបបង ឆាបន្លែគ្រប់មុខហើយស៊ុប ចា អូបន្លែគ្រប់មុខហើយមានស៊ុបទៀតណាថ្ងៃនេះស៊ុបឆ្ងាញ់ហ្មងណា ចា ហើយថ្ងៃនេះមកចុងភៅយើងប្រហែលអ្នកដែរថ្ងៃនេះ ចុងភៅ ច្រើនហី ចាច្រើនបងច្រើនចុងភៅមកពីក្រៅណាចុងភៅខ្លួនឯងដែរបង ហើយថ្ងៃនេះធ្វើពេលល្ងាចម្ដង ចាបងពេលល្ងាចម៉ោង ម៉ោង4បានចាប់ផ្ដើមឆ្អិនឲ្យគាត់ពួកគាត់មកយកពិសា 4ចាបង ហើយមកយ៉ាងមួយរយៈនេះតាំងពីធ្វើម្ហូបឲ្យបងប្អូនប្រជាពលរដ្ឋយើងភេសឹកអូនមានអារម្មណ៍បាច់មែនសុបាយចិត្តដែរ សប្បាយបងសប្បាយវាសប្បាយចិត្តទៅវាហត់ទៅសប្បាយ ហត់គឺសុបាយចិត្តណាស់ ចាបងចា សារទឹកចិត្តបងអូនដែរ ចាអរគុណបង ស្ម័គ្រចិត្តជួយបាទសហការមួយក្រុមហ៊ុន Boost Strong បាទហើយយើងឃើញយ៉ាងម៉េចដែរក្រុមហ៊ុន Boost Strong នៅការជួយបន្តជួយរហូតចឹងអូន មានន័យថាក្រុមហ៊ុន Boost Strong ល្អខ្លាំងគាត់ជួយភេសឹកជួយប្រជាជនយើងរហូតគ្រប់តំបន់ឲ្យទៅកន្លែងណាភៀសខ្លួនគាត់ជួយហ្មងបងហើយចេញពីហ្នឹងអត់ដឹងតាណាទៀតទេនេះ ហ្នឹងណាដឹងតែជួយទៀតណា ចាបង មានអ្វីជួយពើក្រុមហ៊ុនទៀតអញ្ចឹង Boost Strong ទៀត ជូនពរក្រុមហ៊ុន Boost Strong លក់កាន់តែដាច់មានអ្នកគ្រប់គ្រងកាន់តែច្រើនហើយបានជួយខ្មែរប្រជាជនខ្មែរយើងច្រើនហើយប្រជាជនខ្មែរយើងសំណពរឲ្យជួយ បន្តជួយរហូតណា ចាបន្តជួយបន្តឲ្យក្រុមហ៊ុន Boost Strong បន្តជួយអ្នកភេសឹកយើង បាទ ហើយពួកយើងក៏នេះគ្រប់គ្រងក្រុមហ៊ុន Boost Strong ផងដែរឲ្យគាត់មានកម្លាំងចិត្តនឹងជួយពួកយើងទៀត បាទ ចា អរគុណច្រើនណាស់អូនណា ចា បាទ